Max Verstappen ណាពិតជាសយមែនតើនៅពេលដែលមកប្រណាំងនៅទឹកដី constructor របស់ខ្លួននេះមិនមែនតែ Max ទេក្រុម Red Bull ណាសំបីតែមកបន្ទុកក៏អត់បានដែរនៅការប្រណាំងអាទិត្យមុននេះការពីអាទិត្យមុននេះមានការប្រណាំង Formula 1 នៅប្រទេសអូទ្រីសដែលធ្វើឡើងនៅទីលាន Red Bull Ring ដែលជាទឹកដីរបស់ Red Bull Racing នឹងតែម្ដងហើយបងប្អូនទាំងអស់គ្នាអាច join channel Telegram របស់ខ្ញុំមើលបានដើម្បីមើល Formula 1 ជាមួយខ្ញុំទាំងអស់គ្នាអាទិត្យហ្នឹងគឺប្រណាំងនៅ Silverstone ហើយមកនិយាយពីរឿង Max ហ្នឹងវិញគាត់ពិតជាសយមែនតើនៅពេលដែលមកប្រណាំងនៅទឹកដីអូទ្រីសនេះនិយាយតាមត្រង់ហ្មងវគ្គ qualify ពេល Q3 គាត់ត្រូវ set ម៉ោងយកលេខល្អហ្នឹងណាបែរជាចេញ yellow flag មកភ្លាមតែម្ដងទៅធ្វើឲ្យគាត់បោះបង់ការ set ម៉ោងរបស់គាត់ហើយដល់ពេលអញ្ចឹងទៅគាត់ទទួលបានការចាប់ផ្ដើមលេខ7អាហ្នឹងសយម្ដងហើយដល់ពេលដល់ថ្ងៃប្រណាំងបងប្អូនអរគ្នាគឺគ្រាន់តែ lap ទី1ហើយ turn ទី3គឺមានការបុកពីខាង Kimi Antonelli មកពីក្រោយតែម្ដងនិយាយទៅនេះគឺជាកំហុសរបស់ Kimi ហើយគាត់ក៏បាន admit ថាវាជាកំហុសរបស់គាត់ដែរហើយ Max ក៏គាត់មិនហ៊ានថាអីច្រើនដែរដោយសារតែទី1 Kimi គាត់ជាកីឡាករវ័យក្មេងអញ្ចឹងជាកំហុសមួយដែលអាចនឹងកើតឡើងសម្រាប់កីឡាករវ័យក្មេងអញ្ចឹងទៅ Max Verstappen ក៏ move on ពីរឿងហ្នឹងទៅប៉ុន្តែពិតជាសោកស្ដាយមែនទែនសម្រាប់ក្រុម Red Bull គឺមួយបន្ទុកក៏អត់បានដែរពេលដែលមកប្រណាំងនៅទឹកដីរបស់ខ្លួនហ្នឹងទាំង Yuki Tsunoda ក៏អត់បានបន្ទុក Max Verstappen ក៏អត់បានប្រណាំងទៀតពិតជាសយមែនតើបងប្អូនអរគ្នាយល់យ៉ាងណាចំពោះការប្រណាំងវគ្គអាទិត្យមុននេះមានមតិអាច comment នៅផ្នែកខាងក្រោមនេះបានស្រឡាញ់ឡាន កុំភ្លេច follow ម្នាក់មួយ